បាទសូមជម្រាបសួរបាទទៅដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងធ្វើការបាត់បង្ហាញទៅលើលក្ខណៈពិសេសរបស់ tractor Kubota Series ថ្មីរបស់យើងបាទដែលផ្ដោតទៅលើ Series L ផងដែរបាទអញ្ចឹងដូចបងប្អូនបានដឹងហើយថាក្នុងថ្មីនេះគឺយើងមានការផលិតនៅ tractor Series ថ្មីគឺជាប្រភេទ Series L បាទបាទអញ្ចឹងសម្រាប់ការផលិតថ្មីរបស់យើងនេះគឺយើងមាន3បាទ model បាទទី1គឺ model បាទ L3228 បាទទី2គឺ model L4028 ហើយទី3នោះគឺជាប្រភេទ model បាទ L5228 ផងដែរដែលជា tractor មួយដែលធ្វើការផលិតថ្មីយ៉ាងពិសេសផងដែរជូនទៅកាន់ពុកម៉ែបងប្អូនដែលជាអ្នកប្រើប្រាស់ហើយអ្វីដែលពិសេសទៅទៀតនេះយើងបានបង្កើនបន្ថែមបាទជាមួយនឹង tractor ដែលជាប្រភេទម៉ាស៊ីនត្រជាក់ផងដែរបាទបាទសម្រាប់ tractor series ថ្មីរបស់យើងនេះគឺយើងមានលក្ខណៈពិសេសបាទថ្មីជាច្រើនដែលទី1យើងផ្ដល់ទៅលើបាទធម្មពលបែបថ្មីកម្លាំងខ្លាំងសន្សំចៃនឹងប្រេងផងដែរបាទទី2គឺបត់បានលឿនបាទជាមួយនឹងការធ្វើដំណើរនិងទាំងការធ្វើការនោះគឺធ្វើការបត់បានយ៉ាងឆាប់រហ័សផងដែររីឯទី3គឺមានការរចនាម៉ូដបាទផ្នែកLED ផ្នែកទឹកថ្នាំផ្សេងគឺមានសភាពឬរលោងស្រស់ស្អាតផងដែររីឯទី4នោះគឺអ្នកបើកបរផ្ដោតទៅលើការប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពផងដែរបាទទៅលើ tractor series ថ្មីរបស់យើងនេះបាទទី1នេះគឺយើងបង្ហាញទៅលើផ្នែកម៉ាស៊ីនរបស់ tractor របស់យើងដែលជាប្រភេទម៉ាស៊ីនដំណើរការដោយល្អផងដែរក្នុងការធ្វើការប្រើប្រាស់ដែលជាប្រភេទម៉ាស៊ីនមួយដែលយើងធ្វើការប្រើប្រាស់បំពាក់ទៅលើម៉ាស៊ីននោះគឺ4ពីស្តុងហើយរីឯសប៉ាប់វិញគឺមានរហូតដល់16សប៉ាប់ឯណោះអញ្ចឹងសម្រាប់កម្លាំងសេះពេញបាទរបស់ tractor កម្លាំងម៉ាស៊ីនរបស់ tractor Series L នេះគឺមាន52កម្លាំងសេះដែលយើងធ្វើការបំពាក់នៅបច្ចេកវិទ្យាបាទ CATV ផងដែរដែលជាបច្ចេកវិទ្យាមួយដែលធ្វើឲ្យម៉ាស៊ីនរបស់យើងទី1នេះគឺមានកម្លាំងខ្លាំងបាទទី2នេះគឺសន្សំសំចៃទី3នេះគឺការសង្កត់បង្រួមបាទយ៉ាងពិសេសផងដែរនៅពេលដែលមានការផ្ទុះឆេះនៅក្នុងផ្នែកម៉ាស៊ីនអញ្ចឹងនៅពេលដែលយើងធ្វើការប្រើប្រាស់នៅប្រភេទប្រព័ន្ធ CATV នេះអតិថិជនបានទទួលនៅបាទចំណេះបានទទួលនៅអត្ថប្រយោជន៍បាទទី1គឺកម្លាំងវិលគួយខ្ពស់បាទកម្លាំងអូសទាញក៏កាន់តែខ្លាំងរីឯទី3នេះគឺការតែពិសេសនោះគឺសន្សំសំចៃនៅប្រេងឥន្ធនៈដែលពុកម៉ែបងប្អូនធ្វើការប្រើប្រាស់ផងដែរបាទបានមកដល់ចំណុចនេះគឺយើងមានការសាកល្បងបាទទៅលើការប្រើប្រាស់សាកល្បងជាមួយនឹងការអត្រានៃការស៊ីប្រេងរបស់ម៉ាស៊ីនដែលក្នុងនោះបាទយើងមានប្រសិទ្ធភាពជាមួយនឹងការធ្វើការបានយ៉ាងល្អដូចជាការភ្ជួរដីបានជ្រៅបាទវិដីបានសពល្អបាទមានការបត់បែនបានយ៉ាងលឿនហើយមួយវិញទៀតនោះគឺអាចធ្វើការបាទគ្រប់កលៈទេសៈផងដែរបាទដែលយើងធ្វើការប្រើប្រាស់នៅប្រភេទ tractor Series L នេះដោយឡែកយើងបានធ្វើការសាកល្បងបាទជាប្រសិទ្ធភាពជាមួយនឹងការធ្វើការដែលយើងបានធៀបបាទជាមួយនឹង tractor L50 ជាមួយនឹង tractor L52 របស់យើងក្នុងនោះឃើញថាប្រសិទ្ធភាពជាមួយនឹងការធ្វើការរបស់ L50 នៅពេលដែលមានការភ្ជួរដីគឺចន្លោះបាទយើងអាចធ្វើការប្រើប្រាស់ឬក៏ភ្ជួរនោះគឺបាន 4.6 រ៉ៃក្នុង1ម៉ោងបាទដែលយើងធ្វើការប្រើប្រាស់ជាមួយនឹង L5018 ហើយទី2បើយើងធ្វើការប្រើប្រាស់ជាមួយនឹង L52 របស់យើងគឺយើងធ្វើការកើនដល់បាទ 5.06 រ៉ៃក្នុង1ម៉ោងបាទន័យថាយើងធៀបជាមួយគ្នាឃើញថាជាមួយនឹង L52 របស់យើងនេះគឺមានការកើនឡើងរហូតដល់ 10% បាទជាមួយនឹងការប្រសិទ្ធភាពជាមួយនឹងការធ្វើការបាទទី2គឺយើងមានការធៀបបាទជាមួយទៅលើការស៊ីប្រេងដែលយើងធៀបជាមួយនឹង L50 ដដែលដែល L50 របស់យើងគឺយើងធ្វើការប្រើប្រាស់ស៊ីប្រេង 1.41 លីត្រក្នុង1រ៉ៃរីឯ tractor បាទ L52 របស់យើងស៊ីត្រឹមតែ 1.38 លីត្រក្នុង1រ៉ៃទេអញ្ចឹងឃើញថាការស៊ីប្រេងគឺមានការថយចុះរហូតដល់ 5% ឯណោះបាទជាមួយនឹងការធៀបជាមួយនឹងការអត្រានៃការស៊ីប្រេងផងដែរបាទមកដល់ចំណុចនេះផងដែរគឺយើងផ្ដោតទៅលើចង្កឹះលេខបាទន័យថាចង្កឹះលេខចម្បងដែលយើងធ្វើការផ្លាស់ប្ដូរលេខអញ្ចឹងជាមួយនឹង tractor L5228 របស់យើងនេះគឺយើងធ្វើការបំពាក់នៅប្រអប់លេខបាទ synchronizer បាទន័យថាជាមួយនឹងប្រអប់លេខនេះឬក៏ចង្កឹះលេខចម្បងនេះគឺអ្នកបើកបរអាចនឹងធ្វើការផ្លាស់ប្ដូរទៅលេខណាមួយបានយ៉ាងងាយស្រួលដោយមិនបាច់ឈប់នៅ tractor នោះឡើយអញ្ចឹងនៅពេលដែលយើងធ្វើការបើកបរនៅក្នុងដីស្រែបំពេញការងារនៅក្នុងដីស្រែឬក៏ធ្វើការបើកបរទៅតាមដងផ្លូវចង់ផ្លាស់ប្ដូរលេខល្បឿនគឺអ្នកបើកបរអាចធ្វើការផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័សនិងងាយស្រួលផងដែរបាទសម្រាប់ការរចនាម៉ូដបែបថ្មីទៅលើរូបរាងឃើញថាការប្រើប្រាស់ជាប្រភេទបាទ LED ការប្រើប្រាស់ជាប្រភេទទឹកថ្នាំព្រឺរលោងនោះគឺបានន័យថានៅពេលដែលយើងធ្វើការប្រើប្រាស់ទៅលើ L52 របស់យើងនេះគឺយើងបានទទួលនៅភាពអស្ចារ្យមួយផងដែរដែលការរចនាម៉ូដរូបរាងទាំងស្រុងនេះគឺធៀបបាទរចនាបថទៅលើ
ជាមួយនឹងសត្វខ្ទីងបាទបងប្អូនអាចនឹងឃើញហើយបាទគឺយើងមើលទៅគឺរូបរាងពីខាងមុខពីជំនាញផ្សេងៗគឺរចនាបថបែបសត្វខ្ទីងបាទគឺជាសត្វមួយដែលបង្កប់នៅភាពមានអំណាចផងដែរដែលយើងធ្វើការមកយករូបរាងដែលរបស់សត្វខ្ទីងនេះយកធ្វើការបំពាក់ជាមួយនឹងត្រាក់ទ័ររបស់យើងអ្វីដែលយើងទទួលបានបាទគឺទី1เนาะជាមួយនឹងការប្រើប្រាស់ជាប្រភេទភ្លើង LED ភ្លឺច្បាស់មានការសភាពភ្លឺរលោងបាទនៅពេលដែលពុកម៉ែបងប្អូនបើកបរទៅតាមដងផ្លូវឬក៏បើកបរនៅក្នុងពេលយប់គឺមានសភាពងាយស្រួលមែនទែនដែលមានការរចនាម៉ូដយ៉ាងស្រស់សង្ហានិងស្រស់ស្អាតផងដែរបាទទៅលើរូបរាងរបស់ L52 របស់យើងនេះបាទនេះជាការរចនាម៉ូដនៅផ្នែកភ្លើងខាងមុខបាទន័យថាជាមួយនឹងការប្រើប្រាស់ទៅលើ tractor seri L របស់យើងនេះគឺយើងធ្វើការប្រើប្រាស់ជាប្រភេទ LED ឃើញថាប្រភេទ LED នៅផ្នែកខាងមុខចំហៀងឬក៏ផ្នែកខាងក្រោយនេះនៅពេលដែលអ្នកបើកបរបាទធ្វើការបើកបរឬក៏ធ្វើការបំពេញការងារនៅក្នុងពេលយប់គឺមានភាពងាយស្រួលមែនទែនដែលមិនថានៅផ្នែកខាងមុខផ្នែកចំហៀងផ្នែកខាងក្រោយនេះគឺអ្នកបើកបរមានភាពអារម្មណ៍មើលបានច្បាស់បាទគ្រប់បាទមិនថាខាងមុខមិនថាចំហៀងទេគឺអ្នកបើកបរនោះគឺងាយស្រួលក្នុងការធ្វើការប្រើប្រាស់ទៅលើ tractor seri L របស់យើងដែលយើងបំពាក់ជាប្រភេទភ្លើង LED ផងដែរបាទមួយវិញទៀតគឺការរចនាម៉ូដបែបថ្មីទៅលើកៅអីអ្នកបើកបរដែលយើងធ្វើការបំពាក់នៅប្រព័ន្ធប៉ះទង្គិចយ៉ាងខ្ពស់ផងដែរដែលអ្នកបើកបរកាត់បន្ថយភាពរលាក់ផងដែរដែលបច្ចេកទេសហៅថា suspension បាទន័យថានៅពេលដែលអ្នកបើកបរកំពុងតែបំពេញការងារនោះគឺកៅអីរបស់យើងគឺមានការបាទទប់នៅការប៉ះទង្គិចហៅថាកាត់បន្ថយការរលាក់អញ្ចឹងធ្វើឲ្យអ្នកបើកបរកាត់បន្ថយនៅការនឿយហត់និងអាចធ្វើការបានជាបន្តបានផងដែរបាទអ្វីដែលកាន់តែពិសេសទៅលើ tractor seri L52 របស់យើងនេះគឺយើងធ្វើការបំពាក់បាទជាមួយនឹងប្រព័ន្ធផ្ដល់ដំណឹងហៅថាប្រព័ន្ធ sensor ដែលនៅពេលដែលអ្នកបើកបរកំពុងតែធ្វើការប្រើប្រាស់ដោយពុំបានសម្អាតនៅឆ្នាំងអែដោយខាននៅសម្អាតឆ្នាំងអែណាមួយនៅពេលដែលមានការកកស្ទះទៅលើផ្នែកតម្រងខ្យល់នេះគឺ tractor របស់យើងនឹងធ្វើការផ្ដល់ដំណឹងដល់អ្នកបើកបរថាប្រព័ន្ធឆ្នាំងអែរបស់យើងត្រូវការសម្អាតត្រូវការសម្អាតជាមុនសិនមុននឹងធ្វើការបន្តទៀតបានន័យថានៅពេលដែលអ្នកបើកបរកំពុងតែធ្វើការប្រើប្រាស់ស្រាប់តែឆ្នាំងអែរបស់យើងមានការកកស្ទះដោយធូលីដីដោយមានកំទេចកំទីណាមួយនៅក្នុងឆ្នាំងអែគឺ sensor របស់យើងនឹងធ្វើការផ្ដល់ដំណឹងមកកាន់អ្នកបើកបរដើម្បីឲ្យអ្នកបើកបរមានភាពងាយស្រួលនិងធ្វើការបានសម្អាតបានកាន់តែលឿនជាងមុនផងដែរបាទមកដល់ចំណុចនេះផងដែរយើងផ្ដោតទៅលើការរចនាម៉ូដផ្នែកស៊ីម៉ាំងបាទន័យថាស៊ីម៉ាំងរបស់ tractor seri L ស៊េរីថ្មីនេះយើងធ្វើការអភិវឌ្ឍបែបថ្មីធ្វើឲ្យនៅពេលដែលអ្នកបើកបរបំពេញការងារគឺសម្រាប់ផ្សែងដែលចេញពីបំពង់ស៊ីម៉ាំងនេះគឺមិនចំអ្នកបើកបរទេគឺវាបញ្ជះផុតទៅក្រោយតែម្ដងបាទថាយើងអភិវឌ្ឍបន្ថែមជាអង្សាកម្ដៅផ្សេងឬក៏ងាកជាមួយនឹងផ្នែកស៊ីម៉ាំងនេះគឺឲ្យផុតអ្នកបើកបរតែម្ដងអញ្ចឹងនៅពេលដែលអ្នកបើកបរបំពេញការងារផ្សេងគឺផ្សែងស៊ីម៉ាំងរបស់ tractor គឺបញ្ជះមិនឲ្យចំអ្នកបើកបរនោះឡើយបាទសម្រាប់ឈុតប៉ែលឈុតដីនិងប្រព័ន្ធការពារនៅផ្នែកខាងមុខនេះគឺមានការរចនាម៉ូដបែបថ្មីមែនទែនបាទសម្រាប់ L series របស់យើងនេះបាទអញ្ចឹងនៅពេលដែលអ្នកបើកបរឬក៏ពុកម៉ែបងប្អូនដែលប្រើប្រាស់នៅតាមតំបន់ដែលមានដីព្រៃបាទមានមែកឈើផ្សេងគឺរបាំងផ្នែកខាងមុខនេះការពារមិនឲ្យមានការប៉ះទង្គិចទៅលើផ្នែកចង្គៀងផ្នែកដំបូលម៉ាស៊ីនទេដែលជាហេតុធ្វើឲ្យផ្នែកចង្គៀងផ្នែកដំបូលម៉ាស៊ីនរបស់យើងនេះមានអាយុកាលនៃការប្រើប្រាស់បានយូរអញ្ចឹងនៅពេលដែលដាក់សំណាញ់បែបនេះក៏មិនអាចនឹងធ្វើឲ្យបាត់បង់ពន្លឺប៉ះទេបាទន័យថាសំណាញ់ឃើញថាមានសភាពខ្ពស់មែនប៉ុន្តែយើងដាក់ជាប្រភេទព្រិលអញ្ចឹងការជះនៅភ្លឺនៅផ្នែកខាងមុខគឺអត់មានការប៉ះពាល់ទេគឺនៅតែមានភាពភ្លឺដដែលបាទគឺមានភាពភ្លឺច្បាស់ដដែលអញ្ចឹងសំណាញ់នេះផងដែរគឺការពារនៅផ្នែក tractor របស់យើងមិនឲ្យមានការប៉ះទង្គិចទៅលើមែកឈើផ្សេងៗបានផងដែរបាទមួយនេះវិញគឺជាប្រភេទបាទឧបករណ៍បំពាក់ទៅលើ tractor seri L របស់យើងគឺ L5228 បាទន័យថានៅក្នុង tractor seri នេះគឺយើងមានឧបករណ៍បំពាក់ទី1គឺផារៀនព្រៃបាទទី2គឺផាស្នួរបាទទី3គឺអង្គុយដីទី4គឺឧបករណ៍ពិសេសដែលផ្ដោតទៅលើប៉ែជោគដីពុកម៉ែបងប្អូនអាចយកទៅជោគដីក៏បានជោគទិន្នផលផ្សេងៗក៏បានរីឯចំណុចពិសេសនិងលក្ខណៈលម្អិតរបស់វាគឺមាននៅក្នុងបានថាយើងនៅក្នុងនេះគឺយើងមានការសរសេរលម្អិតអញ្ចឹងពុកម៉ែបងប្អូនអាចនឹងធ្វើការអានបាននៅផ្នែកខាងក្រោមនេះផងដែរបាទ
បាទឥឡូវនេះចូលមកដល់ tractor ដែលពុកម៉ែបងប្អូនអាចនឹងរៀងផ្លៃបន្តិចទៅលើបាទ L52 28 air cabin អញ្ចឹងជាប្រភេទ air cabin នេះបានន័យថាជាប្រភេទម៉ាស៊ីនត្រជាក់ផងដែរបាទហើយនៅពេលដែលប្រើប្រាស់ជាប្រភេទ tractor ដែលមានម៉ាស៊ីនត្រជាក់បែបនេះគឺយើងបាទធ្វើការបានទទួលនៅការទី1គឺសុវត្ថិភាពបាទទី2គឺការពារនៅរំអងធូលីកម្ទេចផ្សេងៗឬក៏ជាតិគីមីផ្សេងៗគឺមិនឲ្យចូលទៅក្នុង cabin ទេធ្វើឲ្យអ្នកបើកបរបានយ៉ាងងាយស្រួលបាទហើយក៏បើកបរបែបផាសុកភាពផងដែរដោយសារយើងជាប្រភេទម៉ាស៊ីនត្រជាក់បាទគឺងាយស្រួលមែនទែនបាទនេះជាការធានាមួយដែលផ្ដល់ទៅកាន់អតិថិជនដែលយើងអាចនឹងមាន2ឆ្នាំបាទឆ្នាំទី1គឺអតិថិជនបានទទួលនៅសេវាបាទឥតគិតថ្លៃនៅសម្លាំងពលកម្មបាទទី2គឺមិនគិតថ្លៃធ្វើដំណើររបស់ជាងពេលដែលទៅធ្វើការត្រួតពិនិត្យទី3នេះគឺមិនគិតថ្លៃគ្រឿងបន្លាស់លើឈុតថែទាំបាទអញ្ចឹងគឺយើងមានការផ្ដល់ជូនបែបនេះនៅក្នុងឆ្នាំទី2គឺអតិថិជនបាទអត់គិតថ្លៃនឹងកម្លាំងពលកម្មដូចគ្នាមិនគិតថ្លៃសេវាធ្វើដំណើរជាងដូចគ្នាប៉ុន្តែអ្វីដែលពិសេសជូនទៅក្នុងឆ្នាំទី2គឺអតិថិជននៅពេលដែលមានការទិញគ្រឿងបន្លាស់គឺយើងមានការបញ្ចុះតម្លៃ 20% ភ្លាមៗទៅលើឈុតថែទាំជូនអតិថិជនផងដែរបាទសម្រាប់ការធានារបស់យើងគឺយើងមានការធានាបាទ2ឆ្នាំឬក៏ 1500 ម៉ោងសម្រាប់លក្ខខណ្ឌទាំងពីរនេះមួយណាដល់មុនគឺយើងយកមួយនោះឧទាហរណ៍បើពុកម៉ែបងប្អូនប្រើប្រាស់ឆ្នាំដល់មុន2ឆ្នាំគឺយើងកំណត់ទៅលើឆ្នាំបើពុកម៉ែបងប្អូនប្រើប្រាស់ម៉ោងដល់មុនគឺយើងយកម៉ោងអ្វីជាក់ស្ដែងគឺពុកម៉ែបងប្អូនអាចធ្វើការបាទអាននៅព័ត៌មានបន្ថែមនៅក្នុងសភៅធានាផងដែរដែលយើងមានការលម្អិតជាមួយនឹងលក្ខខណ្ឌនៃការធានានេះជូនទៅកាន់អតិថិជនផងដែរបាទមកដល់ចំណុចនេះវិញគឺយើងមានការប្រៀបធៀបមួយចំនួនដែលយើងយក tractor របស់យើងទៅប្រៀបធៀបជាមួយនឹងគូប្រកួតប្រជែងថាតើយើងមានចំណុចខ្លាំងកន្លែងណាខ្លះនិងចំណុចអាចនឹងធ្វើការប្រកួតប្រជែងកន្លែងណាខ្លះក៏សូមទស្សនាទាំងអស់គ្នាបាទទី1គឺផលិតផលដែលគូប្រកួតប្រជែងរបស់យើងដែលយើងផ្ដោតទៅលើកម្លាំងសេះបាទអញ្ចឹងសម្រាប់ការប្រៀបធៀបបើមានជាប្រភេទបើយើងប្រៀបធៀបពីកម្លាំងសេះពី30ទៅ40សេះគឺយើងមាន L32 L40 ធៀបជាមួយនឹងគេបានបាទសម្រាប់ tractor ផ្សេងយើងមាន36បាទបើយើងគិតពីកម្លាំងសេះពី41ទៅ52កម្លាំងសេះគឺយើងមាន MU 49យើងមាន L52 ដែលអាចធៀបជាមួយនឹង tractor ស៊េរីផ្សេងដែលមានកម្លាំងសេះ49កម្លាំងសេះ51កម្លាំងសេះនិង50សេះផងដែរអញ្ចឹងជាមួយនឹងកម្លាំងសេះទាំងអស់នេះគឺយើងអាចប្រៀបធៀបជាមួយនឹងគូប្រកួតប្រជែងបានផងដែរបាទបាទមួយនេះវិញគឺមានការបាទប្រៀបធៀបដដែលដែលផ្ដោតទៅលើបាទជាមួយនឹងទី1គឺកម្លាំងសេះស៊ីឡាំងសប៉ាប់និងក្នុងស៊ីឡាំងផងដែរអញ្ចឹងនៅពេលដែល tractor របស់យើងមានកម្លាំងសេះ52សេះអញ្ចឹងឃើញថា tractor ផ្សេងនេះគឺមានត្រឹមតែ51ឬក៏50សេះទេសម្រាប់ស៊ីឡាំងគឺ44ដូចគ្នាបាទ4ស៊ីឡាំងដូចគ្នាសម្រាប់សប៉ាប់គឺមាន tractor មួយចំនួននោះគឺមានតែ2សប៉ាប់ទេសម្រាប់រីឯសប៉ាប់របស់ Kubota របស់យើង L52 គឺយើងមានដល់4សប៉ាប់ឯណោះអ្វីដែលកាន់តែពិសេសទៅលើ tractor របស់យើងគឺម៉ាស៊ីន Kubota របស់យើងនេះបាទយើងធ្វើការបំពាក់ទៅលើ4ស៊ីឡាំង16សប៉ាប់ហើយសម្រាប់ការធ្វើការប្រើប្រាស់យ៉ាងការអូសទីនេះគឺបានមានប្រសិទ្ធភាពផងដែរហើយមួយវិញទៀតគឺយើងអាចធ្វើការប្រើប្រាស់បាទជាមួយនឹងប្រេងបាទជីវៈឥន្ធនៈបានន័យថាប្រេងដែលផលិតអំពីក្របធនជាតិផ្សេងៗឬក៏ប្រេងដែលមិនមែនជាប្រេងដែលបូមពីក្នុងដីបានន័យថាយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងប្រេងប្រភេទ B20 នេះបានបាទគឺយើងដាក់បែបនេះគឺធ្វើការបានឲ្យយើងប្រើប្រាស់នៅប្រព័ន្ធប្រេងនេះបានផងដែរបាទមកដល់ចំណុចមួយទៀតបាទផ្ដោតទៅលើបាទទម្ងន់អញ្ចឹងឃើញថាទម្ងន់របស់ tractor Kubota របស់យើងមានទម្ងន់ស្រាលជាងគេយើងមានត្រឹមតែ1តោន490គីឡូតែប៉ុណ្ណោះដែលគណៈដែល tractor ផ្សេងមាន1តោន600 1តោន500បាទអញ្ចឹងសម្រាប់ Series L របស់យើងនេះគឺយើងអាចធ្វើការបាទមានទម្ងន់ដ៏ស័ក្តិសមដែលធ្វើការប្រើប្រាស់នៅក្នុងដីស្រែដែលមានសភាពផុងខ្លាំងក៏ tractor របស់យើងអាចធ្វើការបានឬក៏ tractor ដែលនៅក្នុងធ្វើការនៅក្នុងដីទឹកក៏ tractor Kubota របស់យើងអាចនឹងធ្វើការបានយ៉ាងមានប្រសិទ្ធភាពផងដែររីឯកម្ពស់បាទកម្ពស់ពីក្រោមទ្រូងមកដល់ tractor បាទពីដីមកដល់ទ្រូង tractor នោះគឺមានកម្ពស់មិនជាងគ្នាប្រហែលទេបាទគឺកម្ពស់ទាំងគូប្រកួតប្រជែងកម្ពស់ទាំងKubota របស់យើងគឺអាចនឹងបដំអសងគ្នាបានបាទសម្រាប់កម្ពស់វិញអញ្ចឹងសម្រាប់ការប្រើប្រាស់ទៅលើ tractor Series L នេះគឺមានភាពងាយស្រួលដែលអាចធ្វើការផ្លាស់ប្ដូរពីស្រែមួយទៅស្រែមួយបានផ្លាស់ទីពីស្រែមួយទៅស្រែមួយនោះគឺបានប្រសិទ្ធភាពខ្ពស់ផងដែរដែលយើងមានទាំងកម្ពស់
យើងមានតែមុនអសាសមក្នុងការធ្វើការប្រើប្រាស់នៅក្នុងដីស្រែនិងដីចម្ការផងដែរបាទបាទនេះគឺជាលក្ខណៈពិសេសមួយទៀតនៃភាពរហ័សរហួនដែលយើងធ្វើការប្រៀបធៀបដែលយើងប្រៀបធៀបជាមួយនឹងគូប្រកួតប្រជែងដដែលទី1យើងផ្ដោតទៅលើប្រព័ន្ធប្រអប់លេខបាទអញ្ចឹងប្រព័ន្ធប្រអប់លេខសម្រាប់គូប្រកួតប្រជែងគឺគេប្រើប្រាស់ជាប្រភេទ synchromet អ្វីដែលពិសេសរបស់ tractor L52 របស់យើងគឺយើងប្រើប្រាស់ជាប្រភេទ synchro-shift បាទអញ្ចឹងប្រភេទ synchro-shift នេះនៅពេលដែលមានការផ្លាស់ប្ដូរលេខណាមួយនៅលើលេខចម្បងអញ្ចឹងមិនថាបើកបរតារាម្ដងផ្លូវមិនថាបើកំពុងតែបំពេញការងារគឺអ្នកបើកបរអាចនឹងធ្វើការផ្លាស់ប្ដូរនៅចង្កឹះលេខចម្បងនេះបានយ៉ាងងាយស្រួលដោយមិនបាច់ឈប់ tractor នោះឡើយបាទទី2គឺផ្នែកចង្កឹះលេខគឺឃើញថាមាន8លេខទៅមុខ8លេខទៅក្រោយដូចគ្នាទី3បាទគឺទិសដៅប្ដូរលេខបានន័យថាចង្កឹះលេខដែលយើងធ្វើការទៅមុខទៅក្រោយអញ្ចឹងឃើញថាចង្កឹះលេខទាំងនោះគឺគេក៏ប្រើ synchro shuttle យើងក៏ប្រើ synchro shuttle ដូចគ្នាអ្វីដែលពិសេសរបស់គូបតារបស់យើងគឺយើងបំពាក់ synchro shuttle នេះនៅក្រោមចង្កូតអញ្ចឹងអ្នកបើកបរមានភាពងាយស្រួលក្នុងការធ្វើការបញ្ជាងាយស្រួលក្នុងការធ្វើការផ្លាស់ប្ដូរបាទទៅមុខទៅក្រោយបានយ៉ាងងាយស្រួលផងដែរបាទបាទចំណុចនេះគឺជាការបង្ហាញទៅលើការលើកទម្ងន់បាទនៅផ្នែកខាងក្រោយរបស់ tractor សម្រាប់ tractor របស់យើងបាទគឺយើងលើកទម្ងន់បាន1តោន300គីឡូបាទគឺបែបស្តង់ដារដែលយើងធ្វើការងាយស្រួលក្នុងការធ្វើការប្រើប្រាស់មួយវិញទៀតគឺប្រភេទ PTO បាទ PTO គឺរបស់គេគឺប្រភេទប្រើស្តង់ដារនិងសេរីដូចគ្នាប៉ុន្តែអ្វីដែលរបស់យើងគឺប្រើប្រភេទស្តង់ដារបែបស្តង់ដារបាទអញ្ចឹងគឺយើងមានល្បឿនជុំបាទគឺ540និង750ដែលយើងមានការជ្រើសរើសការធ្វើការប្រើប្រាស់នៅល្បឿនជុំណាមួយបានយ៉ាងមានប្រសិទ្ធភាពផងដែរបាទបាទទៅលើផ្នែកចង្គៀងវិញបាទផ្នែកចង្គៀងគឺយើងមានការប្រៀបធៀបដូចគ្នាបាទគឺមានការប្រៀបធៀបជាមួយគូបតារបស់ម៉ាកផ្សេងបាទអញ្ចឹងប្រភេទចង្គៀងរបស់គូបតាគឺយើងប្រើប្រាស់ជាលេងប្រើប្រាស់អំពូលហើយគឺយើងប្រើប្រាស់ជាប្រភេទ LED ដោយបច្ចុប្បន្ននេះគឺ tractor ផ្សេងនៅប្រើជាប្រភេទអំពូលនៅឡើយទេបាទហើយមួយវិញទៀតគឺប្រព័ន្ធបាទកៅអីអ្នកបើកបរគឺយើងធ្វើការប្រើប្រាស់នៅប្រភេទប្រព័ន្ធទប់លំនឹងបានយ៉ាងងាយស្រួលហៅថាកាត់បន្ថយការរលាក់បាទបានយ៉ាងមានប្រសិទ្ធភាពទី3ដែលពិសេសដែលគូប្រកួតប្រជែងជាងគេអត់មានបានន័យថាយើងបានបំពាក់ជាមួយនឹងបាទប្រព័ន្ធផ្ដោតដំណឹងនៅពេលដែលតម្រង់ air នោះស្ទះហៅថា sensor អញ្ចឹងបានន័យថា tractor ផ្សេងរបស់គូប្រកួតប្រជែងរបស់យើងគឺអត់មានទេយើងមានតែគូបតារបស់យើងតែមួយគត់អញ្ចឹងនៅពេលដែលអ្នកបើកបរនឹងធ្វើការប្រើប្រាស់ទៅលើ tractor Series L របស់យើងគឺគាត់មានភាពបាទទី1គឺសម្អាតបានស្អាតបានន័យថាគាត់ដឹងថា tractor ស្ទះដោយសារយើងមានប្រព័ន្ធផ្ដោតដំណឹងទី2គឺមិនឲ្យ tractor របស់យើងឡើងកម្ដៅនៅពេលដែលយើងធ្វើការសម្អាតតាមពេលវេលាទី4គឺសន្សំសំចៃនៅប្រេងឥន្ធនៈផងដែរបាទអញ្ចឹងគឺពិសេសមែនទែនបាទអញ្ចឹងសម្រាប់ tractor បាទ L series របស់យើងអាចនឹងស្វែងរកនៅអតិថិជនគោលដៅដែលអតិថិជនគោលដៅរបស់យើងគឺមាន2បាទទី1គឺអតិថិជនចាស់បាទទី2គឺអតិថិជនថ្មីបាទសម្រាប់អតិថិជនចាស់គឺយើងមានត្រឹមតែ 17% ទេគាត់អាចនឹងងាកមកប្រើ Kubota Series L រីឯសម្រាប់អតិថិជនថ្មីគាត់នឹងអាចកើនរហូតដល់ 83% បាទអញ្ចឹងថាតើអតិថិជនចាស់ជានរណាបងប្អូនបាទអញ្ចឹងសម្រាប់អតិថិជនចាស់ដែលគាត់អាចជាស្រ័យសំខាន់ទៀតហើយថ្មីតោះ1 2 3 3 2 1បាទអញ្ចឹងទី1យើងផ្ដោតទៅលើអតិថិជនថ្មីថាតើអតិថិជនថ្មីគឺជានរណាបាទសម្រាប់អតិថិជនថ្មីគាត់អាចនឹងធ្លាប់ប្រើនៅគោយន្តតាមបានន័យថាគាត់នឹងពីមុនមកគាត់អត់ដែលមាន tractor ប្រើទេប៉ុន្តែគាត់អាចនឹងងាកមកប្រើ Kubota Series L បានដោយសារពីមុនមកគាត់ប្រើគោយន្តអញ្ចឹងគាត់អាចនឹងមានលទ្ធភាពក្នុងការធ្វើការប្រើប្រាស់នៅ tractor Series L យើងបានដែលមានរហូតដល់ 94% ហើយមួយវិញទៀតនោះគឺអតិថិជនថ្មីដដែលហ្នឹងគាត់ធ្វើការដាំដុះនៅដំណាំផ្សេងបាទគាត់មានដំណាំហូបផ្លែគាត់មានដំណាំថែទាំផ្សេងគាត់ធ្វើការ Series L ទៅប្រើប្រាស់មានរហូតដល់ 6% ផងដែររីឯដំណាំដែលគាត់នឹងធ្វើការអាចនឹងទិញ Kubota Series L របស់យើងបានពួកគាត់អាចនឹងមានបាទទី1គឺគោយន្តដាតាមប្រភេទដាតាមដែលគឺគោយន្តកត្រៃយើងនឹងទី2គាត់អាចនឹងមានដីស្រែ10ហិកតាឬក៏ដីដំឡូង10ហិកតាជាងឬក៏ដំណាំហូបផ្លែផ្សេង30ហិកតាទៅគាត់អាចនឹងងាកមកប្រើ tractor Series L របស់យើងបានផងដែរបាទមួយវិញទៀតយើងផ្ដោតទៅលើអតិថិជនដែលមានចំណូលបាទទាបបំផុត
là tách chiêng mùi pon chia sẻ và tách chiêng mùi mơn và mùi pon là không một năm bà chẳng có con anh nâng lên là phê pra bằng đá thì phí cứ nè đại sản phẩm pra bà tách chiêng bà from bay pon là không một năm chẳng có con anh nâng nghĩa một pra tập bỏ sự bao nhiêu mà bàn bằng đá một bên tiệt cứ ở đây chốn đại con miền thái bình ca mình cướp con trongการ ធ្វើការ ប្រើប្រាស់ ប្រភេទ tractor សេរី M បាទណាសេរី M របស់យើងក៏មានតម្លៃជាងសមរម្យផងដែរអញ្ចឹងគាត់មិនអាចទិញសេរី M បានគាត់នឹងអាចងាកមកប្រើនៅ tractor សេរី L យើងបានផងដែរបាទមួយនេះវិញគឺអតិជនចាស់បាទអតិជនចាស់គឺគាត់អាចប្រើពីមុនមកគាត់ធ្លាប់ប្រើ tractor សេរី L អញ្ចឹងក៏គាត់បន្ទាប់ពីគាត់បដូរសេរីក៏គាត់មកប្រើសេរី L ដែរបាទណា tractor របស់គាត់អាចចាស់នៅវាចាស់អញ្ចឹងក៏គាត់អាចធ្វើការផ្លាស់ប្ដូរថ្មីគាត់អាចនឹងប្រើសេរី L ដែររហូតដល់ 76% មួយវិញទៀតគាត់អាចនឹងមានម៉ាស៊ីនច្រូតមួយហើយប៉ុន្តែគាត់ចង់បាន tractor បន្ថែមគាត់អាចនឹងទិញសេរី L យើងបានផងដែរគឺអាចនឹងមានដល់ 24% បាទអញ្ចឹងសម្រាប់អតិថិជនទាំងអស់នេះគាត់នឹងអាចប្រើប្រាស់នៅក្នុង tractor សេរី L របស់យើងគឺយើងមានក្នុងប្រទេសកម្ពុជាយើងនេះគឺមិនគ្រប់ខេត្តទេបាទគឺមានខេត្តមួយចំនួនទេដែលអាចនឹងប្រើប្រាស់សេរី L ដែលមានទីមានជ័យបាទឧត្តរមានជ័យបាទឬក៏សៀមរាបកំពង់ធំបាទព្រៃវែងស្វាយរៀងអញ្ចឹងទៅបាទន័យថាជាមួយនឹង tractor សេរី L នេះគឺមិនទាន់ប្រើគ្រប់តំបន់ទេអញ្ចឹងគឺតំបន់ខ្លះគឺអត់ទាន់បានចូលទៅដល់ទេបាទន័យថាយើងនៅចែកតំបន់ឡើយសម្រាប់ tractor សេរី L របស់យើងនេះបាទបាទអញ្ចឹងគឺទាំងអស់នេះគឺជាលក្ខណៈពិសេសរបស់ tractor សេរី L សេរីថ្មីរបស់យើងដែលយើងផ្ដល់ពិសេសនោះគឺ L5228 ផងដែរដែលខ្ញុំបានធ្វើការរៀបរាប់នៅក្នុងពេលនេះក៏មកដល់ទីបញ្ចប់បាទខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ